ថ្ងៃនេះចំណាយលុយទិញមីមួយកញ្ចប់ពងទា2គ្រាប់ដើម្បីធ្វើមីឆាហូបម្ហូបនេះសាមញ្ញណាស់ដំបូងគ្រាន់តែយើងដាក់ទឹកលើភ្លើងដាំមកបន្ទាប់មកយើងដាក់ពងទាមួយគ្រាប់ចូលហើយយើងថែម hot dog 2ដើម hot dog នេះមានស្រាប់នៅក្នុងទូទឹកកកឲ្យយើងដាក់ចូលមកឥឡូវទឹកពុះហើយយើងបើកកម្របឆ្នាំងចេញហើយយើងធ្វើការស្រង់ hot dog របស់យើងនោះវាឆ្អិនហើយយើងកុំស្រស់វាយូរពេកស្រង់ទាំង2ដើមនឹងចេញមកឥឡូវបន្ទាប់មកទៀតគឺពងទារបស់យើងក៏ឆ្អិនដូចគ្នាយើងស្រង់ពងទាយើងចេញ ហើយតកួនយើងក៏យកមកលាងទឹកតកួននេះគឺតកួនដែលខ្ញុំដាំខ្លួនឯងនៅក្រោយផ្ទះឯងគឺដើមវាល្អិតល្អិតតែយើងគ្រាន់តែក្តិចវាមកតោះមកយើងយកមកលាងទឹកឲ្យវាជ្រះដីឲ្យបានស្អាតទៅហើយយើងធ្វើការស្រង់វាចេញទុកឲ្យស្រស់ទឹកហើយយើងយកមីរបស់យើងយកមកស្រោះមីក៏យើងស្រោះមកផ្លែតមកយើងប្រែវាហើយយើងស្រង់វាចេញយើងប្រែវាហើយយើងធ្វើការស្រង់វាចេញមកដាក់ក្នុងទឹកត្រជាក់បន្ទាប់ពីដាក់ចូលទឹកត្រជាក់ហើយយើងធ្វើការលាងសម្អាតវាលាងរួចហើយយើងស្រង់វាចេញទៀតទុកឲ្យស្រស់ទឹកទៀត ហើយពងទាមួយគ្រាប់ទៀតខ្ញុំធ្វើការចៀនពងទា2ចៀនមួយស្ងោរមួយបន្ទាប់ពីយើងចៀនវារៀងជាប់ភ្នៅហើយយើងដួសវាចេញហើយយើងយកតកួនយើងមកឆាម្ហូបនេះសាមញ្ញដាក់តកួនចូលឆាមកឆាមួយខ្លាញ់មកឆាត្រឡប់វាបន្តិចទៅតកួនយើងធម្មជាតិអញ្ចឹងវាដើមវាល្អិតល្អិតទេវាឆាប់ឆ្អិនទេគ្រាន់តែត្រឡប់យើងហែកអំបិលហ្នឹងយើងមិនបាច់ដាក់គ្រឿងអីផ្សេងច្រើននេះដាក់អំបិលមីចូលហើយយើងថែមស្ករមួយជ្រិចទៅ តាមស្ករបន្តិចយើងឆាត្រឡប់តកួនយើងឆ្អិនយើងចាក់មីយើងដែលយើងស្រោះហើយហ្នឹងចាក់ចូលមកមីយើងក៏យើងឆាស្ងួតទេយើងស្រោះវាទុកឲ្យស្រស់ទឹកយើងស្ងួតយើងឆាទៅវាអត់អៀចទេចូលចិត្តមីឆាបែបស្ងួតអញ្ចឹងខ្ញុំឆាតែឆេចច្រំឡើងថែមខ្លាញ់មីហើយយើងថែមម្ទេសហុយទៀតឲ្យវាមានរសជាតិហឹរតិចទៅហើយខ្ញុំច្រំឡើងដើម្បីឲ្យមីរបស់ខ្ញុំវាស្ងួតខ្ញុំថែមប្រេងខ្យងចូលមួយច្រូចហើយខ្ញុំច្រំឆាទៀតឆាចុះឆាឡើងច្រំឡើងអញ្ចឹងទៅឲ្យវាចូលជាតិសព្វគ្នាបានល្អហើយខ្ញុំដួសវាដាក់ចានមកបន្ទាប់ពីដួសដាក់ចានហើយថែមពងទាដែលខ្ញុំស្ងោរមួយគ្រាប់ហើយពងទាចៀនខ្ញុំថែមទៀត hot dog ខ្ញុំហាន់វាតូចអិតល្មមទៅយើងដាក់ទៅពីលើទៅបន្ថែមពណ៌អីល្មមតោះអូខេហូបទាំងអស់គ្នា